ដំណាំស្រូវចូលអានអត្ថបទខាងក្រោមតើអត្ថបទនេះនិយាយអំពីអ្វីខ្លះដំណាំសំខាន់បំផុតនៅប្រទេសកម្ពុជាគឺស្រូវគេដាំស្រូវស្ទើរគ្រប់ទីកន្លែងទាំងអស់គេធ្វើស្រែ2 ដងក្នុងមួយឆ្នាំគឺស្រែវស្សានិងស្រែប្រាំងគេចាប់ធ្វើនៅពេលទឹកស្រកគេធ្វើស្រូវប្រាំងនៅតាមមាត់បឹងទំនាបទន្លេមាត់ព្រែកឬស្ទឹងដែលមានទឹកពុំដាច់ប្រជាជនមួយចំនួនពិសេសប្រជាជននៅខេត្តបាត់ដំបងបន្ទាយមានជ័យចូលចិត្តដាំស្រូវផ្កាម្លិះផ្កាខ្ញីនាងអំផ្ការំដួលព្រោះស្រូវទាំងនេះមានឱជារសឆ្ងាញ់ពិសាបច្ចុប្បន្នវិស័យកសិកម្មកាន់តែអភិវឌ្ឍប្រជាកសិករច្រើនធ្វើស្រូវប្រពលវប្បកម្មនិងស្ទូងស្រូវមួយដើមតាមការណែនាំរបស់ក្រសួងកសិកម្មដើម្បីសន្សំសំចៃពូជនិងទទួលបានផលច្រើនលើសពីនេះទៅទៀតកសិករបានទទួលការណែនាំឲ្យប្រើជីធម្មជាតិនិងជីកំប៉ុស្តបច្ចុប្បន្នកសិករមួយចំនួនបោះជំហានទៅប្រើគោយន្តដើម្បីភ្ជួរដីនិងប្រើម៉ាស៊ីនបូមទឹកម៉ាស៊ីនបោកស្រូវជំនួសកម្លាំងគោក្របីពួកគាត់ទទួលបានផលច្រើនធ្វើឲ្យជីវភាពពួកគាត់ទូទាជាលំដាប់សំណួរ1តើសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើអ្វី2តើនៅប្រទេសកម្ពុជាគេធ្វើស្រូវប៉ុន្មានដងក្នុងមួយឆ្នាំ3ហេតុអ្វីបានជាកសិករធ្វើស្រូវប្រពលវប្បកម្មនិងដាំស្រូវមួយដើម4តើការប្រើជីធម្មជាតិនិងជីកំប៉ុស្តមានអត្ថប្រយោជន៍ដូចម្តេច5តើកសិកម្មនៅកម្ពុជាមានការអភិវឌ្ឍដែរឬទេហេតុអ្វី